សួស្តីបងប្អូនថ្ងៃនេះយើងនឹងត្រឡប់មកវិញនៅព័ត៌មានអំពីការប្រកួតនិងក្រុមជម្រើសជាតិលេងនៅ World Cup ខាងមុខយើងដឹងហើយថា World Cup នៅតែ10ថ្ងៃជាងទៀតទេនឹងមកដល់ហើយតើមានក្រុមណាខ្លះនឹងទៅលេងឥឡូវនេះខ្ញុំនឹងលើកអំពីការនិយាយរបស់គ្រូរបស់អង់គ្លេសមួយរូបមកនិយាយគឺលោក Thomas Tuchel ពិតជាភ្ញាក់ផ្អើលមែនទែនលោក Thomas Tuchel បានសម្រេចចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការជ្រើសរើសកីឡាករទាំង26រូបដើម្បីតំណាងឲ្យក្រុមជម្រើសជាតិអង់គ្លេសក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ2026នេះការប្រកាសបញ្ជីឈ្មោះលើកនេះបានធ្វើឲ្យអ្នកគាំទ្រជាច្រើនខកចិត្តដោយសារមានឈ្មោះកីឡាករលំដាប់ផ្កាយដូចជា Cole Palmer, Phil Foden និង Harry Maguire ត្រូវបានកាត់ចោលប៉ុន្តែប៉ុណ្ណោះក៏នៅមាន Trent Alexander-Arnold និង Morgan Gibbs-White ដែលមានទម្រង់លេងល្អដែរតែមិនមានឈ្មោះក្នុងបញ្ជីដូចទៅវិញលោក Tuchel បានសម្រេចចិត្តហៅកីឡាករដូចជា John Stone ដែលធ្លាប់មានបញ្ហារបួសនិង Jordan Henderson មកវិញដោយសារតែបទពិសោធន៍ចំណែក Ivan Toney ក៏ក្លាយជាឈ្មោះដែលគ្រប់គ្នាភ្ញាក់ផ្អើលខ្លាំងផងដែរចំណុចសំខាន់របស់ Tuchel លោក Tuchel បានបកស្រាយយ៉ាងច្បាស់ថាយើងមិនបានប្រមូលផ្ដុំកីឡាករដែលពូកែបំផុត26នាក់នោះទេប៉ុន្តែយើងកំពុងកសាងក្រុមដែលល្អបំផុតក្រុមតែមួយប៉ុណ្ណោះដែលនឹងឈ្នះពានរង្វាន់ការសម្រេចចិត្តលើកនេះគឺដើម្បីបង្កើតស្មារតីសាមគ្គីភាពនិងភាពមិនអាត្មានិយមក្នុងក្រុមលោកបានបន្ថែមដោយដកស្រង់សម្ដី Rafael Nadal ថាខ្ញុំមិនមែនជាអ្នកឈ្នះទេខ្ញុំគឺជាអ្នកប្រកួតប្រជែងនេះគឺជាស្មារតីដែលលោកចង់នាំយកទៅកាន់ទឹកដីសហរដ្ឋអាមេរិកក្នុងឆ្នាំនេះរឿងរ៉ាវ Harry Maguire ពាក់ព័ន្ធនឹងការខកចិត្តរបស់ Harry Maguire ដែលបានបង្ហោះសារថាខ្លួនមានអារម្មណ៍ថាខូចចិត្តយ៉ាងខ្លាំងនោះលោក Tuchel បានឆ្លើយតបយ៉ាងថ្លៃថ្នូរថាខ្ញុំគោរពសមត្ថភាពនិងបុគ្គលិកលក្ខណៈរបស់គាត់ខ្លាំងណាស់ការសម្រេចចិត្តនេះមិនមែនដោយសារគាត់មិនល្អទេប៉ុន្តែយើងបានសម្រេចចិត្តរក្សាទុកខ្សែការពារកណ្ដាលដែលបានរួមរស់ជាមួយយើងចាប់តាំងពីខែកញ្ញាមកម្លេះតើលោកអ្នកយល់យ៉ាងណាដែរចំពោះបញ្ជីឈ្មោះដ៏ចម្រូងចម្រាសរបស់លោក Tuchel មួយនេះតើអង់គ្លេសមានឱកាសឈ្នះពាន World Cup ដែរឬទេកុំភ្លេចបញ្ចេញមតិនៅខាងក្រោមទាំងអស់គ្នាណា